ថ្ងៃនេះខ្ញុំមកធ្វើម្ហូបស្ងោរជ្រូកមាន់បងប្អូនគិតថាស្ងោរជ្រូកមាន់ដូចតែគ្នាប៉ុន្តែមិនមែនទេចំណុចដែលខុសគ្នាបន្តិចបងប្អូនអាចតាមដាននៅវីដេអូនេះបានស្ងោរជ្រូកដូចគ្នាតែរសជាតិឆ្ងាញ់ខុសគ្នាអញ្ចឹងខ្ញុំនឹងប្រាប់នៅក្នុងវីដេអូនេះបងប្អូនអាចមើលតាមដំណើរបានហើយខ្ញុំក៏មកប្រាប់ក៏មកធ្វើមាន់បោចមាន់យ៉ាងម៉េចឲ្យបានលឿនហើយស្អាតអញ្ចឹងក៏ខ្ញុំប្រាប់នៅក្នុងវីដេអូនេះដែរបងប្អូនអាចយកទៅធ្វើតាមបានធានាថាបោចបានលឿនហើយស្អាតអញ្ចឹងនេះខ្ញុំមានមាន់កកមួយដើម្បីយកមកធ្វើម្ហូបអញ្ចឹងដំបូងខ្ញុំត្រូវមកបោចសម្អាតរោមវាឲ្យបានស្អាតសិនបន្ទាប់មកគ្រឿងក្រៅគឺខ្ញុំបានត្រៀមរួចជាស្រេចអញ្ចឹងបងប្អូនចង់មើលពីរបៀបបោចបងប្អូនអាចមើលទៅតាមដំណើរនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះបានហើយបន្ទាប់មកខ្ញុំធ្វើបានរួចរាល់ហើយខ្ញុំក៏យកទៅស្ងោរជ្រក់ហើយស្ងោរជ្រក់គឺរបៀបស្ងោរគឺវាគ្រឿងក្រៅវាដូចតែគ្នាទេមានគល់ក្រេម្ដេងស្លឹកក្រូចអីចឹងទៅហើយខ្ញុំនឹងរៀបរាប់ខ្លះនៅដើមវីដេអូនេះឲ្យបងប្អូនបានដឹងថាពីចាប់ផ្ដើមធ្វើរហូតបានជាម្ហូបអញ្ចឹងនៅក្នុងវីដេអូនេះចំណុចសំខាន់ដែលខ្ញុំចង់បង្ហាញនេះមានតែពីរទេការបោចសម្អាតមាន់ហើយនឹងចំណុចដែលពេលដែលយើងស្ងោរជ្រូកធ្វើម៉េចឲ្យបានរសជាតិឆ្ងាញ់ហើយប្លែកគេសម្រាប់មុខម្ហូបដូចខ្ញុំធ្លាប់តែបាននិយាយនៅគ្រប់វីដេអូអញ្ចឹងគឺមុខម្ហូបរបស់ខ្មែរយើងគឺដូចតែគ្នាទេប៉ុន្តែរបៀបធ្វើហ្នឹងគឺចំណុចពិសេសហ្នឹងគឺខុសគ្នាបន្តិចទេនេះឯងហើយរសជាតិហ្នឹងក៏វាឆ្ងាញ់ក៏ខុសពីគេដែរអញ្ចឹងបងប្អូនអាចទៅទស្សនាវីដេអូនេះតាមដំណើរបានហើយខ្ញុំនឹងរៀបរាប់ខ្លះឲ្យបងប្អូនបានស្ដាប់នៅក្នុងវីដេអូនេះដំបូងយើងត្រូវដាំទឹកហើយគ្រឿងក្រៅទាំងអស់ដែលយើងត្រៀមទុកហ្នឹងយើងដាក់ចូលទៅបន្ទាប់មកទឹកចាប់ផ្ដើមពុះសាច់មាន់ដែលយើងបានកាប់រួចហ្នឹងចាក់ចូលមកបន្ទាប់មកគ្រឿងក្រៅពេលដែលយើងចាក់សាច់រួចហើយគឺគ្រឿងទេសទាំងអស់យើងត្រូវតែដាក់ចូលក្នុងពេលហ្នឹងតែម្ដងដើម្បីឲ្យគ្រឿងទេសទាំងអស់នោះវាបានជ្រាបទៅចូលក្នុងសាច់គ្រប់វីដេអូនិងគ្រប់មុខម្ហូបខ្ញុំតែងតែណែនាំឲ្យបងប្អូនពេលដែលយើងចាប់ផ្ដើមដាក់សាច់ចូលមិនថាសាច់អីទេដែលយើងត្រូវយកមកធ្វើជាម្ហូបពេលដែលយើងដាក់សាច់ចូលហើយគ្រឿងទេសទាំងអស់យើងត្រូវតែដាក់ព្រមគ្នាបងចូលក្នុងពេលតែមួយនឹងតែម្ដងដើម្បីឲ្យគ្រឿងទេសទាំងអស់នោះបានជ្រាបចូលក្នុងសាច់វាបង្កើនរសជាតិមួយកម្រិតទៀតនៅក្នុងសាច់ដែលយើងបានយកមកធ្វើម្ហូបហ្នឹងហើយសម្រាប់មុខម្ហូបស្ងោរជ្រូកមុខនេះបងប្អូនដឹងស្រាប់ហើយយើងគ្រឿងដែលយើងត្រូវដាក់បន្តបន្សំហ្នឹងគឺមានដូចជាជីវងជីណាស្លឹកខ្ទឹមអីហ្នឹងគឺយើងត្រូវដាក់ប៉ុន្តែខ្ញុំណែនាំបងប្អូនមួយបើសិនជាបងប្អូនញ៉ាំក្នុងពេលតែម្ដងហ្នឹងឲ្យអស់បងប្អូនបងចោះគ្រឿងទាំងអស់ហ្នឹងប៉ុន្តែបើសិនជាបងប្អូនគិតថាញ៉ាំមិនអស់អាចទុកដល់ស្អែកបងប្អូនកុំដាក់គ្រឿងចុងក្រោយទាំងអស់ហ្នឹងពេលហ្នឹងគឺយើងអាចយកមកជ្រក់ក្រៅឆ្នាំងហើយដូចតែខ្ញុំបង្ហាញនៅក្នុងវីដេអូចឹងខ្ញុំដួសយកមកជ្រក់នៅក្រៅឆ្នាំងគឺយើងបងតែគ្រឿងទេសសាបប្រៃប៊ីចេងនេះទេបន្ទាប់ពីហ្នឹងមកគ្រឿងដែលយើងត្រូវដាក់ក្រៅហ្នឹងមានជីកណាជីអំបងហើយជីអីផ្សេងទៀតដែលយើងអាចយកមកដាក់ក្នុងស្ងោរជ្រូកនេះបានយើងអាចយកមកដាក់បានហើយគ្រឿងចំណុចសំខាន់ដែលសម្រាប់ខ្ញុំនេះគឺខ្ទឹមបំពងចុងក្រោយយើងដាក់ទៅគឺរសជាតិគឺថាប្លែកឆ្ងាញ់ជាងគេអញ្ចឹងបងប្អូនត្រូវចាំថាបើសិនជាម្ហូបស្ងោរជ្រូកបងប្អូនធ្វើពេលល្ងាចបងប្អូនចង់ទុកដល់ព្រឹកបងប្អូនកុំបង់គ្រឿងទាំងអស់នោះចូលអីគ្រឿងដែលចុងក្រោយមានជីមានក្រូចឆ្មាមានខ្ទឹមបំពងអីហ្នឹងបងប្អូនកុំដាក់ចូលកាលណាតែបងប្អូនដាក់គ្រឿងទាំងអស់នោះចូលហើយគឺយើងអត់ទុកបានដល់ឆ្លងមួយយប់ទេគឺព្រលឹមឡើងគឺដឹងតែប្អូនហើយទាំងអស់នេះក៏ខ្ញុំស្វែងយល់ដោយខ្លួនឯងសម្រាប់មុខម្ហូបដែលធ្វើមុខម្ហូបដូចគ្នាតែរសជាតិឆ្ងាញ់ខុសពីគេគឺខ្ញុំស្វែងយល់ដោយខ្លួនឯងទេហើយក៏យកមកធ្វើទៅគឺវាទទួលបានរសជាតិមួយដែលប្លែកពីគេហើយដូចថាដែលទុកម្ហូបធ្វើម៉េចឲ្យបានយូរមុខម្ហូបណាត្រូវ
ទុកបានយូរម្ហូបណាបងគ្រឿងដែលមិនត្រូវទុកបានយូរក៏ជាការដែលខ្ញុំឆ្លងកាត់ខ្លួនឯងដែរអញ្ចឹងវីដេអូនេះបងប្អូនអាចយកទៅធ្វើតាមបានហើយបានលទ្ធផលយ៉ាងណាបងប្អូនស្វែងយល់បន្ថែមបានវីដេអូនេះពីខ្ញុំទៅជួបគ្នានៅវីដេអូក្រោយបាយបាយ